នៅថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនអំពីប្រវត្តិរបស់អ្នកប្រាជ្ញ Einstein និងអាវុធនុយក្លេអ៊ែររហូតមកទល់នឹងពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើននាំគ្នាចាត់ទុកលោក Albert Einstein ថាជាបិតានៃអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែតាមការពិតទៅទ្រឹស្ដីរូបវិទ្យារបស់ Einstein មិនមែនជាទ្រឹស្ដីដែលបង្កើតអាវុធនុយក្លេអ៊ែរដោយផ្ទាល់នោះទេគឺគ្រាន់តែជាទ្រឹស្ដីដែលបង្ហាញពីទំនាក់ទំនងរវាងម៉ាស់និងថាមពលទ្រឹស្ដីនេះត្រូវបាន Einstein រកឃើញនៅឆ្នាំ1905ហើយដែលសរុបជារួមតាមរយៈរូបមន្តដ៏ល្បីល្បាញនៅទូទាំងពិភពលោកមកទល់នឹងពេលបច្ចុប្បន្នគឺ E ស្មើនឹង mc ការ៉េនៅក្នុងនេះ E គឺជាថាមពល m គឺជាម៉ាស់ចំណែក c គឺល្បឿននៃពន្លឺហើយល្បឿននៃពន្លឺគឺមានតម្លៃថេរជានិច្ចទោះជានៅក្នុងស្ថានភាពណាក៏ដោយតាមរយៈរូបមន្តនេះ Einstein បង្ហាញឲ្យឃើញពីភាពសមមូលរវាងថាមពលនិងម៉ាស់ហើយលើសពីនេះទៅទៀតដោយសារតែថាមពលគឺជាផលគុណរវាងម៉ាស់និងការ៉េនៃល្បឿនពន្លឺហើយល្បឿនពន្លឺមានតម្លៃខ្ពស់ដូច្នេះម៉ាស់ក្នុងបរិមាណដ៏តិចតួចមួយក៏អាចបង្កើតទៅជាថាមពលដ៏សម្បើមបានដែរនេះហើយជាគោលការណ៍ដែលបង្ហាញឲ្យឃើញនៅក្នុងថាមពលនុយក្លេអ៊ែរក៏ប៉ុន្តែរូបមន្តរបស់ Einstein បង្ហាញឲ្យឃើញតែពីគោលការណ៍សមមូលរវាងម៉ាស់និងថាមពលតែប៉ុណ្ណោះតែមិនបានបង្ហាញពីរបៀបនៃការបំផ្លាញពីម៉ាស់ទៅជាថាមពលនោះទេហើយរឹតតែមិនបានបង្ហាញពីយន្តការនៃប្រតិកម្មនុយក្លេអ៊ែរនោះដែរតាមការពិតការបង្កើតអាវុធនុយក្លេអ៊ែរគឺជាដំណើរវិវត្តខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលជាលទ្ធផលនៃការបូកបញ្ចូលគ្នានៅទ្រឹស្ដីនិងរបកកំហើញជាច្រើនរាប់ចាប់តាំងពីការរកឃើញសារធាតុវិទ្យុសកម្មដោយអ្នកប្រាជ្ញបារាំង Pierre Curie និង Marie Curie តាំងពីឆ្នាំ1898ឆ្លងកាត់តាមរូបមន្ត E ស្មើ mc ការ៉េរបស់ Einstein នៅឆ្នាំ1905រហូតដល់ការរកឃើញទ្រឹស្ដីទាក់ទងនឹងប្រតិកម្មនុយក្លេអ៊ែរដោយអ្នកប្រាជ្ញហុងគ្រី អាល្លឺម៉ង់និងបារាំងនៅដើមទសវត្សរ៍ឆ្នាំ1930គឺប្រតិកម្មនុយក្លេអ៊ែរដែលអាចបំផ្លាញម៉ាស់ទៅជាថាមពលនិងបង្កើតជាកម្លាំងផ្ទុះនៅក្នុងយន្តការនៃគ្រាប់បែកនុយក្លេអ៊ែរដូច្នេះបាននិយាយខាងផ្នែកវិទ្យាសាស្ត្រទ្រឹស្ដីរបស់ Einstein គ្រាន់តែជាចំណែកមួយប៉ុណ្ណោះនៅក្នុងដំណើរវិវត្តឆ្ពោះទៅរកការបង្កើតអាវុធនុយក្លេអ៊ែរក៏ប៉ុន្តែតួនាទីដែលកាន់តែសំខាន់របស់ Einstein គឺខាងផ្នែកនយោបាយនិយាយឲ្យចំគឺសកម្មភាពរបស់លោកក្នុងការជំរុញឲ្យអាមេរិកបង្កើតគម្រោងផលិតអាវុធនុយក្លេអ៊ែរតាមរយៈលិខិតផ្ញើជូនទៅលោកប្រធានាធិបតី Franklin Roosevelt នៅឆ្នាំ1939នៅក្នុងចំណោមទ្រឹស្ដីវិទ្យាសាស្ត្រសំខាន់ៗដែលនាំទៅរកការបង្កើតអាវុធនុយក្លេអ៊ែរទ្រឹស្ដីដ៏សំខាន់បំផុតមួយគឺប្រតិកម្មនុយក្លេអ៊ែរហើយអ្នកវិទ្យាសាស្ត្រដ៏ល្បីឈ្មោះជាងគេនៅក្នុងការរកឃើញទ្រឹស្ដីនេះគឺអ្នកប្រាជ្ញខាងរូបវិទ្យាមកពីហុងគ្រីឈ្មោះ Leo Szilard គឺជាមិត្តភ័ក្តិរបស់ Einstein ហើយក៏ជាអ្នកវិទ្យាសាស្ត្រដែលរត់ភៀសខ្លួនចេញពីពួកណាស៊ីទៅជ្រកកោននៅសហរដ្ឋអាមេរិកដូចជា Einstein ដែរនៅអំឡុងឆ្នាំ1939 Leo Szilard បានស្វែងទៅជួប Einstein ដើម្បីប្រាប់ពីបញ្ហាសំខាន់ពីរទី1អំពីទ្រឹស្ដីរបស់លោកស្ដីពីប្រតិកម្មនុយក្លេអ៊ែរដែលអាចបង្កើតជាគ្រាប់បែកប្រឡាយលោកនិងទី2អំពីការរកឃើញសារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសកុងហ្គោដែលនៅពេលនោះជាដែនអាណានិគមបែលហ្សិកហើយសារធាតុអ៊ុយរ៉ាញ៉ូមនេះអាចនឹងត្រូវអាល្លឺម៉ង់ណាស៊ីប្រមូលទិញដើម្បីយកទៅផលិតអាវុធនុយក្លេអ៊ែរលទ្ធភាពដែលអ៊ីតាលីអាចនឹងមានអាវុធប្រឡាយលោកនៅក្នុងដៃគឺជាក្តីបារម្ភដ៏ធំបំផុតដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រទាំងពីររូបសម្រេចថាត្រូវតែប្រាប់ប្រធានាធិបតីអាមេរិកឲ្យបានដឹងអំពីរឿងនេះហើយនៅពេលនោះអ្នកប្រាជ្ញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញអាចមានឥទ្ធិពលទាក់ទាញចំណាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិកបានគឺ Einstein នៅខែតុលាឆ្នាំ1939នៅក្នុងពេលដែលសង្គ្រាមលោកលើកទី2ទើបនឹងឆាបឆេះឡើងនៅអឺរ៉ុបលិខិតរបស់ Einstein ត្រូវបានបញ្ជូនទៅដល់សេតវិមានហើយនៅក្នុងលិខិតនេះ Einstein បានប្រាប់លោកប្រធានាធិបតី Roosevelt ទៅតាមដំណើររឿងដោយអ្វីដែល Leo Szilard បានប្រាប់លោកគឺលទ្ធភាពនៃការយកអ៊ុយរ៉ាញ៉ូមទៅផលិតជាគ្រាប់បែកតាមរយៈប្រតិកម្មនុយក្លេអ៊ែរក្នុងពេលជាមួយគ្នា Einstein ក៏បានលើកឡើងផងដែរថានៅក្នុងពេលនោះអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ប្រហែលជាកំពុងសិក្សាលើការផលិតអាវុធប្រភេទថ្មីនេះហើយបានជំរុញឲ្យលោកប្រធានាធិបតី Roosevelt ប្រម៉ែប្រមូលអ្នកវិទ្យាសាស្ត្រនៅអាមេរិកដើម្បីសិក្សាលើគម្រោងនេះដែរដើម្បីពិនិត្យលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរឲ្យបានមុនអ៊ីតាលីប្រមាណជា3សប្តាហ៍ក្រោយមកលោកប្រធានាធិបតី Roosevelt បានផ្ញើលិខិតតបទៅ Einstein វិញ
ដោយក្នុងលិខិតនោះក្រៅពីបានអរគុណ Einstein លោកប្រធានាធិបតី Roosevelt បានប្រាប់ទៅ Einstein ថាលោកបានទទួលតាមអនុសាសន៍របស់ Einstein ដែលរៀបចំឲ្យមាននៅក្រុមការងារអ្នកវិទ្យាសាស្ត្រដើម្បីសិក្សាលើគម្រោងផលិតអាវុធនុយក្លេអ៊ែរក្រុមការងារនេះបានជួបប្រជុំគ្នាជាផ្លូវការលើកដំបូងតាំងពីថ្ងៃទី21ខែតុលាដោយមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្ត្រដែលជាជនភៀសខ្លួនពីពួកណាស៊ីជាពិសេសគឺ Leo Szilard អ្នករកឃើញប្រតិកម្មនុយក្លេអ៊ែរនិងជាអ្នកដែលផ្ដួចផ្ដើមគំនិតជាមួយ Einstein ក្នុងការសរសេរលិខិតទៅលោកប្រធានាធិបតី Roosevelt ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រនេះហើយដែលបង្កើតចេញជាគម្រោងដែលគេឲ្យឈ្មោះថា Manhattan Project ហើយផលិតបានជាគ្រាប់បែកនុយក្លេអ៊ែរលើកដំបូងហើយដែលអាមេរិកយកទៅទម្លាក់លើទីក្រុង Hiroshima និង Nagasaki របស់ជប៉ុននៅឆ្នាំ1945ផ្ទុយពី Leo Szilard និងអ្នកវិទ្យាសាស្ត្រជាជនភៀសខ្លួនពីណាស៊ីផ្សេងទៀត Einstein មិនបានចូលរួមនៅក្នុងគម្រោងផលិតអាវុធនុយក្លេអ៊ែរនេះទេទាំងនៅក្នុងដំណាក់កាលសិក្សាដោយក្រុមអ្នកវិទ្យាសាស្ត្រនិងនៅក្នុងគម្រោង Manhattan Project នៅអំឡុងដើមឆ្នាំ1940លោកប្រធានាធិបតី Roosevelt ក៏ធ្លាប់បានស្នើឲ្យ Einstein ចូលរួមប្រជុំជាមួយក្រុមការងារអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែរក៏ប៉ុន្តែ Einstein បានបដិសេធតាមការពិតក្រោយមកទៀត Einstein មិនទាំងត្រូវបានកងទ័ពអាមេរិកអនុញ្ញាតឲ្យទទួលព័ត៌មានពីគម្រោង Manhattan Project ផងទេដោយសារតែវាជាគម្រោងដែលគេលាក់ការសម្ងាត់ខ្ពស់បំផុតហើយ Einstein ត្រូវជាប់ក្នុងបញ្ជីខ្មៅរបស់ FBI ដែលជាប់សង្ស័យថាជាអ្នកមាននិន្នាការកុម្មុយនីសក៏ប៉ុន្តែបើទោះបីយ៉ាងនេះក៏ដោយ Einstein នៅតែត្រូវបានសាធារណមតិជាទូទៅចាត់ទុកជាបិតានៃគ្រាប់បែកនុយក្លេអ៊ែរនៅឆ្នាំ1945នៅក្រៅពេលដែលគ្រាប់បែកនុយក្លេអ៊ែរទាំងពីរគ្រាប់ត្រូវបានទម្លាក់លើទីក្រុង Hiroshima និង Nagasaki រដ្ឋការអាមេរិកបានចេញផ្សាយជាសាធារណៈនៅប្រវត្តិនៃការផលិតអាវុធនុយក្លេអ៊ែរដែលបានធ្វើការសង្កត់ធ្ងន់ថាចំណុចចាប់ផ្ដើមដំបូងបំផុតគឺចេញពីលិខិតរបស់ Einstein ផ្ញើទៅលោកប្រធានាធិបតី Roosevelt នៅឆ្នាំ1939ក្រោយមកទៀតទស្សនាវដ្តីដ៏ល្បីឈ្មោះ The Times បានចេញផ្សាយដោយដាក់រូបភាព Einstein ធំៗនៅលើទំព័រមុខជាមួយនឹងរូបភាពនៃការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរចារពីលើដែលរូបមន្តដ៏ល្បីល្បាញរបស់លោកគឺ E ស្មើ MC ការ៉េ Einstein វិញក្រោយពីបានមើលឃើញពីវិនាសកម្មនៅ Hiroshima និង Nagasaki Einstein ចាប់ផ្ដើមមានវិបដិសារីដែលបានចូលរួមផ្ដួចផ្ដើមគំនិតឲ្យមានការផលិតអាវុធនុយក្លេអ៊ែរនេះហើយគំនិតសន្តិភាពនិយមបូករួមជាមួយនឹងវិបដិសារីនេះបានជំរុញឲ្យ Einstein ចំណាយពេលស្ទើរតែពេញក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកធ្វើសកម្មភាពនយោបាយជាច្រើនទាមទារឲ្យបង្កើតរចនាសម្ព័ន្ធអន្តរជាតិដើម្បីគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរជៀសវាងកុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងទៅថ្ងៃអនាគតនៅក្នុងក្តីបារម្ភពីវិនាសកម្មដែលបង្កឡើងដោយសង្គ្រាមនុយក្លេអ៊ែរនេះហើយដែល Einstein បានបន្សល់ទុកនៅពាក្យសម្ដីដ៏ល្បីល្បាញមួយឃ្លាថាខ្ញុំមិនដឹងថាតើសង្គ្រាមលោកលើកទី3គេច្បាំងគ្នាដោយប្រើអាវុធអីទេតែសង្គ្រាមលោកលើកទី4ប្រកាសជានឹងត្រូវច្បាំងដោយប្រើដំបងនិងដុំថ្មដែលលោកចង់មានន័យថាប្រសិនបើសង្គ្រាមលោកលើកទី3ផ្ទុះឡើងមែននោះអាវុធនុយក្លេអ៊ែរអាចនឹងកំទេចភពផែនដីធ្វើឲ្យមនុស្សជាតិវិលត្រឡប់ទៅរកយុគសម័យបុរេប្រវត្តិវិញជាមិនខាននៅឆ្នាំ1902ក្រោយពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យតែមិនអាចរកការងារធ្វើបាន Einstein ក៏បានបោះបង់ក្តីបំណងចង់ក្លាយជាសាស្ត្រាចារ្យរូបវិទ្យាហើយសុខចិត្តទទួលយកការងារជាអ្នកជំនួយការបច្ចេកទេសតូចតាចមួយនៅក្នុងស្ថាប័នរដ្ឋស្វីសគឺការិយាល័យចុះបញ្ជីប្រកាសនីយបត្រតកកម្មនៅទីនោះ Einstein មានភារកិច្ចត្រួតពិនិត្យពាក្យសុំចុះបញ្ជីការពារសិទ្ធិលើការរកឃើញខាងផ្នែកវិទ្យាសាស្ត្ររូបមន្តឬការច្នៃប្រឌិតថ្មីៗហើយតាមពិតការងារនេះក៏ទាមទារនូវចំណេះដឹងខាងផ្នែកវិទ្យាសាស្ត្រផងដែរក៏ប៉ុន្តែសម្រាប់ Einstein វាគឺជាការងារដ៏ងាយស្រួលបំផុតការងារដែលតាមធម្មតាគេត្រូវធ្វើពេញមួយថ្ងៃ Einstein ធ្វើចាប់សពគ្រប់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងហើយពេលទំនេរសល់ពីនោះ Einstein យកទៅចំណាយលើអ្វីដែលលោកតែងតែចូលចិត្តធ្វើតាំងពីដើមរៀងមកគឺស្រមើស្រមៃត្រិះរិះពិចារណាលើបាតុភូតវិទ្យាសាស្ត្រនៅទីបំផុតទៅការងារនៅការិយាល័យចុះបញ្ជីប្រកាសនីយបត្រតកកម្មដែលជាការងារ Einstein ជ្រើសរើសយកទាំងទិសទាល់ដោយសារតែគ្មានជម្រើសបានប្រែក្លាយទៅជាការងារដែលផ្ដល់នូវឱកាសដ៏វិសេសវិសាលបំផុតសម្រាប់ការសិក្សាស្រាវជ្រាវខាងផ្នែកវិទ្យាសាស្ត្ររបស់ Einstein ក៏ដូចជាសម្រាប់ដំណើរវិវត្តន៍ដ៏សំខាន់នៃវិទ្យាសាស្ត្រសម្រាប់មនុស្សជាតិជាទូទៅនៅក្នុងអំឡុងពេលធ្វើការនៅការិយាល័យចុះបញ្ជីប្រកាសនីយបត្រតកកម្មនោះហើយដែល Einstein បានរកឃើញនូវទ្រឹស្ដីវិទ្យាសាស្ត្រដ៏សំខាន់ៗជាច្រើន
ដែលត្រូវបានគេចាត់ទុកជាស្នាដៃដ៏អស្ចារ្យនៅក្នុងប្រវត្តិនៃវិទ្យាសាស្ត្រជាពិសេសនាំឲ្យមានការផ្លាស់ប្ដូរនៅការយល់ឃើញរបស់មនុស្សជាតិចំពោះទៅលើចក្រវាឡនៅក្នុងរយៈពេល6ឆ្នាំដែល Einstein ធ្វើការនៅការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មពីឆ្នាំ1902ដល់ឆ្នាំ1908ឆ្នាំ1905ត្រូវបានគេចាត់ទុកថាជាឆ្នាំដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ Einstein និងសម្រាប់វិទ្យាសាស្ត្រនៅក្នុងឆ្នាំ1905 Einstein បានសរសេរនិងចុះផ្សាយនៅលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលត្រូវបានសាកលវិទ្យាល័យ Zurich ទទួលស្គាល់ជាសារណាបញ្ចប់សញ្ញាបត្របណ្ឌិតខាងរូបវិទ្យាបន្ថែមពីលើនេះទៅទៀត Einstein បានចុះផ្សាយនៅទ្រឹស្ដីវិទ្យាសាស្ត្រដ៏សំខាន់ចំនួន4ផ្សេងទៀតនៅក្នុងឆ្នាំតែមួយនោះគឺទ្រឹស្ដីស្ដីពីធាតុផ្សំនៃពន្លឺទ្រឹស្ដីស្ដីពីអាតូមទ្រឹស្ដីស្ដីពីម៉ាស់និងថាមពលដែលបង្កើតបានជារូបមន្តដ៏ល្បីល្បាញបំផុតមកទល់នឹងពេលបច្ចុប្បន្នគឺ E ស្មើ mc ការ៉េនិងទ្រឹស្ដីកាន់តែសំខាន់មួយទៀតគឺ special relativity នៅពេលដែល Einstein បង្កើតបាននៅទ្រឹស្ដីវិទ្យាសាស្ត្រដ៏សំខាន់នៅក្នុងឆ្នាំ1905 Einstein មានវ័យទើបនឹងបាន26ឆ្នាំហើយក៏មិនមែនជាអ្នកវិទ្យាសាស្ត្រអ្វីនោះដែរគឺគ្រាន់តែជាបុគ្គលិកតូចតាចម្នាក់នៅក្នុងការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មតែប៉ុណ្ណោះក៏ប៉ុន្តែនៅក្រៅពេលដែលទ្រឹស្ដីអស់ទាំងនេះត្រូវបានគេយកទៅចុះផ្សាយកេរ្តិ៍ឈ្មោះរបស់ Einstein ក៏ចាប់ផ្ដើមល្បីរន្ទឺហើយនៅឆ្នាំ1909 Einstein ត្រូវបានសាកលវិទ្យាល័យ Zurich តែងតាំងឲ្យធ្វើជាសាស្ត្រាចារ្យខាងរូបវិទ្យាសម្រាប់ Einstein ដែលតែងតែមានក្តីប្រាថ្នាចង់ធ្វើជាសាស្ត្រាចារ្យរូបវិទ្យាតាំងពីយូរណាស់មកហើយនោះនេះគឺជាសុបិនខ្លាចជាការពិតក៏ប៉ុន្តែនេះគ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះឆ្នាំ1913សាកលវិទ្យាល័យមួយទៀតបានហៅ Einstein ឲ្យទៅធ្វើការដែលផ្ដល់ប្រាក់ខែយ៉ាងច្រើនលើសលប់បើធៀបនឹងការងារចាស់ហើយលើសពីនេះទៅទៀតការងារនៅសាកលវិទ្យាល័យថ្មីនេះនឹងផ្ដល់ពេលវេលាច្រើនដល់ Einstein សម្រាប់ត្រិះរិះពិចារណានិងសិក្សាទៅលើបញ្ហាវិទ្យាសាស្ត្រតាមតែចិត្តចង់ Einstein ក៏ត្រូវបានគេសន្យាផ្ដល់មុខតំណែងជានាយកវិទ្យាស្ថានស្រាវជ្រាវខាងរូបវិទ្យាផងដែរក៏ប៉ុន្តែបញ្ហាចាត់ធំបំផុតគឺនៅត្រង់ថាសាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវនេះគឺនៅឯទីក្រុងបែកឡាំងប្រទេសអាល្លឺម៉ង់ហើយភរិយារបស់ Einstein មិនចង់ចាកចេញពីស្វីសទៅរស់នៅបែកឡាំង Einstein ត្រូវប្រឈមមុខនឹងជម្រើសរវាងម្ខាងគ្រួសារនិងម្ខាងទៀតការងារដែលខ្លួនស្រឡាញ់ Einstein ជ្រើសរើសយកការងារហើយទទួលយកតំណែងជាសាស្ត្រាចារ្យនិងនាយកវិទ្យាស្ថានស្រាវជ្រាវរូបវិទ្យានៅបែកឡាំងពីដំបូង Mileva Maric បានសុខចិត្តទៅតាម Einstein ក៏ប៉ុន្តែរស់នៅបែកឡាំងបានតែប៉ុន្មានខែ Mileva ក៏បាននាំកូនប្រុសទាំងពីរត្រឡប់មកស្វីសវិញដោយទុក Einstein ឲ្យនៅបែកឡាំងតែឯងមូលហេតុមិនមែនមិនត្រឹមតែថា Mileva មិនចង់រស់នៅបែកឡាំងនោះទេតែសំខាន់ជាងនេះទៅទៀតគឺដោយសារតែ Einstein មានទំនាក់ទំនងស្នេហាជាមួយស្រីថ្មីដែលត្រូវជាបងជីដូនមួយឈ្មោះថា Elsa នៅឆ្នាំ1919ក្រោយពីរស់នៅបែកគ្នាអស់រយៈពេល5ឆ្នាំ Einstein និង Mileva Maric ក៏បានលែងលះគ្នាជាផ្លូវការហើយប្រមាណជា3ខែក្រោយមក Einstein ក៏បានរៀបការជាមួយនឹង Elsa តាមការពិតមុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងលែងលះគ្នានេះ Einstein បានចុះខសន្យាជាមួយ Mileva ថាប្រសិនបើ Mileva ព្រមព្រៀងចុះហត្ថលេខាលែងលះនៅថ្ងៃណាមួយដែល Einstein បានទទួលរង្វាន់ Nobel លុយទាំងអស់ដែលបានពីរង្វាន់ Nobel នេះនឹងត្រូវប្រគល់ទៅឲ្យ Mileva និងកូនប្រុសទាំងពីរនៅក្នុងអំឡុងពេលនោះ Einstein មានភាពប្រកបក្នុងចិត្តថាតាមរយៈទ្រឹស្ដីដែលលោកបានរកឃើញលោកប្រកាសជានឹងទទួលបានពានរង្វាន់ Nobel ក៏ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំទ្រឹស្ដីដ៏សំខាន់របស់លោកស្ដីពី General Relativity នៅតែជាបញ្ហាចម្រូងចម្រាសហើយបេក្ខភាពរបស់លោកក៏ត្រូវបានគណៈកម្មាធិការ Nobel ច្រានចោលម្ដងជា2ដងរហូតទាល់តែដល់ឆ្នាំ1922ទើប Einstein ត្រូវបានគេប្រគល់រង្វាន់ Nobel ខាងរូបវិទ្យាតាមការពិតទៅរង្វាន់ Nobel នេះក៏មិនមែនបានមកដោយសារតែទ្រឹស្ដីដ៏ល្បីល្បាញស្ដីពី General Relativity នោះដែរតែបានមកដោយសារតែទ្រឹស្ដីស្ដីពីធាតុផ្សំនៃពន្លឺដែល Einstein បានរកឃើញនិងចុះផ្សាយកាលពីឆ្នាំ1905នៅពេលដែលលោកកំពុងធ្វើការនៅឯការិយាល័យចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅឯប្រទេសស្វីសនៅឡើយទោះជាយ៉ាងណារង្វាន់ Nobel នេះគឺជាការផ្ដល់នូវកិត្តិយសនិងការទទួលស្គាល់ចំពោះសមត្ថភាពជាអ្នកវិទ្យាសាស្ត្ររបស់ Einstein ហើយលុយទាំងអស់ដែលបានពីរង្វាន់ Nobel នេះត្រូវបាន Einstein ប្រគល់ទៅឲ្យ Mileva និងកូនប្រុសស្របទៅតាមការសន្យាក្នុងកិច្ចព្រមព្រៀងលែងលះសម្រាប់ Einstein នេះមិនមែនមានន័យត្រឹមតែជាការបំពេញតាមកិច្ចសន្យាដែលបានចុះតែប៉ុណ្ណោះនោះទេ
តែជាងនេះទៅទៀតការប្រគល់លុយដ៏ច្រើនសន្ធឹកសន្ធាប់ទៅផ្គប់ផ្គង់ជីវភាពអតីតភរិយាព្រមទាំងបំរុងទុកសម្រាប់អនាគតកូនប្រុសទាំងពីរបែបនេះក៏បានជួយបន្ធូរបន្ថយយ៉ាងច្រើនផងដែរនៅពីរដ្ឋភាពនៃការបោះបង់ចោលប្រពន្ធកូនសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមកុំភ្លេចចុច like និង subscribe